រើប្រងប្រយ័ត្នកុំឲ្យកូនតូចបៀមសម្ភារៈក្មេងលេងដែលធ្វើអំពីជាប់ផ្លាស្ទិកអីសោះការសិក្សាថ្មីដោយគួរឲ្យភ័យខ្លាចបានរកឃើញថាគ្រាន់តែប្រអប់បាយឬក៏ប្រអប់ខ្ចប់សាំងវិចមួយប្រអប់សោះមានសារធាតុគីមីខុសៗគ្នារហូតដល់9936ប្រភេទឯណោះហើយមនុស្សប្រហែលជា356,000នាក់ដែលស្លាប់ដោយសារតែជំងឺបេះដូងទូទាំងពិភពលោកគឺអាចមានជាប់ពាក់ព័ន្ធទៅនឹងវត្ថុឬក៏ផលិតផលធ្វើពីផ្លាស្ទិកដែលយើងប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងផ្ទះនេះបើយោងតាមការចេញផ្សាយនៅក្នុងពេលថ្មីដោយបណ្ដាញសារព័ត៌មាន CNN អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ New York បានរកឃើញថាសារធាតុគីមីធ្វើឲ្យផ្លាស្ទិកហៅកាត់ថា DEHP អាចរួមចំណែកដល់ករណីស្លាប់រាប់សិបម៉ឺននាក់ដោយសារតែជំងឺបេះដូងនៅក្នុងប្រទេសប្រហែលជា200ទូទាំងពិភពលោកការសិក្សានេះបានពិនិត្យលើការស្លាប់របស់បុរសនិងស្ត្រីដែលមានអាយុចន្លោះពី55ទៅ64ឆ្នាំដែលជាក្រុមប្រឈមនឹងជំងឺបេះដូងច្រើនបំផុតនៅក្នុងឆ្នាំ2018សារធាតុទាំងនេះផ្សេងទៀតត្រូវបានភ្ជាប់ជាយូរណាស់មកហើយទៅនឹងបញ្ហាសុខភាពរួមទាំងការឡើងទម្ងន់ជំងឺទឹកនោមផ្អែមបញ្ហាគ្មានកូននិងជំងឺមហារីកជាដើមឥឡូវការសិក្សាថ្មីបានរកឃើញថាសារធាតុ DEHP នេះអាចបណ្ដាលឲ្យរលាកនៅក្នុងសរសៃឈាមដែលបង្កើតហានិភ័យនៃជំងឺបេះដូងនិងជំងឺកាំងបេះដូងជំងឺដាច់សរសៃឈាមខួរក្បាលការសិក្សានេះគឺជាការប៉ាន់ប្រមាណជាសកលលើកដំបូងនៃការស្លាប់ដោយសារតែការដាច់សរសៃឈាមបេះដូងដែលមានជាប់ពាក់ព័ន្ធទៅនឹងសារធាតុគីមី DEHP រីឯលោកស្រី Wagner សាស្ត្រាចារ្យនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា Norway បានបញ្ជាក់ថាក្រុមការងាររបស់លោកស្រីបានរកឃើញថាគ្រាន់តែប្រអប់សម្រាប់វេចខ្ចប់បាយឬក៏សាំងវិចតែមួយប្រអប់គឺមានផ្ទុកសារធាតុគីមីផ្សេងរហូតដល់9936ប្រភេទឯណោះក្នុងការសិក្សាខាងលើក៏បានបញ្ជាក់ផងដែរថាសារធាតុគីមីដែលគ្រោះថ្នាក់ទៅដល់សុខភាពទាំងនេះគឺមាននៅក្នុងគ្រប់វត្ថុប្រើប្រាស់នៅក្នុងផ្ទះដែលធ្វើអំពីផ្លាស្ទិករាប់ចាប់ពីប្រអប់ជ័រចានជ័រស្លាបព្រាជ័រថង់ផ្លាស្ទិកជ័ររហូតទៅដល់ក្បាលស្រោចផ្កាហើយក៏សូម្បីតែសម្ភារៈក្មេងលេងក៏មានសារធាតុគីមីទាំងនោះដែរហេតុដូច្នេះឪពុកម្ដាយគួរតែមើលកូនតូចរបស់ខ្លួនកុំឲ្យបៀមសម្ភារៈក្មេងលេងដែលធ្វើអំពីផ្លាស្ទិកឲ្យសោះ